ដល់សពថ្ងៃដែលគេមិនទាន់មករកឃើញនឹងដោះស្រាយចម្ងល់តើរឿងទី1យន្តហោះទម្លាក់គ្រាប់បែក Lady Bigot បាត់ខ្លួនឆ្នាំ1943យន្តហោះ B-24 របស់សហរដ្ឋអាមេរិកមួយគ្រឿងបានបង្វែរផ្លូវនិងហោះចូលទៅក្នុងជ្រៅរបស់វាសាច់ប្រទេសលីប៊ីនៅពេលអស់ប្រេងនាវិកទាំង9នាក់បានលោតឆាត់យងចុះដោយសុវត្ថិភាព15ឆ្នាំក្រោយមកគេបានរកឃើញយន្តហោះនោះនៅក្នុងស្ថានភាពស្ទើរតែនៅតែល្អទាំងស្រុងដោយមានទាំងវិទ្យុតាក់ទងនិងទឹកដែលអាចនឹងផឹកបានប៉ុន្តែជារឿងគួរឲ្យសោកស្ដាយក្រុមនាវិកមិនបានដើរត្រឡប់មករកយន្តហោះវិញទេពួកគេបានបែរជាដើរទៅកាន់ទិសដៅដោយគិតថាឆ្នេរសមុទ្រនៅជិតនេះពួកគេបានព្យាយាមដើរចម្ងាយរហូតដល់80ម៉ាយក្នុងសីតុណ្ហភាពដ៏ក្តៅហែងនៃវាសាច់រហូតដល់ដួលសន្លប់បាត់បង់ជីវិតទាំងអស់គ្នាតែម្ដងរឿងនេះគឺជារឿងដែលអាចកម្បាំងដល់សប្តាហ៍រឿងទី2អ្នកថតរូប Carl បាត់ខ្លួនតាំងពីឆ្នាំ1981លោកខាបានជួលយន្តហោះឲ្យទៅទម្លាក់គាត់នៅតំបន់ដាច់ស្រយាលមួយនៅក្នុងរដ្ឋ Alaska ដើម្បីថតរូបសត្វព្រៃរយៈពេល5ខែប៉ុន្តែគាត់មានការធ្វើប្រហែសដោយមិនបានរៀបចំយន្តហោះនោះមកទទួលគាត់ត្រឡប់ទៅវិញទេពេលដែលអាហារជិតអស់មានយន្តហោះសង្គ្រោះបន្ទាន់មួយបានហោះមកដល់ប៉ុន្តែគាត់បែរជាលើកំណាត់ដៃឡើងកវីដែរឲ្យក្រុមជួយសង្គ្រោះហ្នឹងគឺឃើញមិនតែសញ្ញានេះមានន័យថាគ្រប់យ៉ាងគឺល្អមិនបាច់ជួយទេបែរថាគាត់លើកដៃខុសវិញយន្តហោះនោះក៏បានហោះចេញទៅបាត់វិញទីបំផុតពេលរដូវរងាធ្លាក់ព្រិលឈានចូលដល់គាត់គ្មានអាហារហូបចុកគាត់ក៏បានសម្រេចចិត្តបាញ់សម្រាប់ខ្លួនឯងនៅក្នុងតង់ដោយបន្សល់ទុកត្រឹមកំណត់ហេតុដ៏សោកសៅមួយរឿងទី3សិល្បករវ័យក្មេងបាត់ខ្លួនតាំងពីឆ្នាំ1934យុវជន20ឆ្នាំបានធ្វើដំណើរតែម្នាក់ឯងជាមួយនឹងសត្វលាចូលទៅក្នុងវាសាច់នៃរដ្ឋយូតាងដើម្បីគូគំនូហើយក៏បានបាត់ខ្លួនឈឹងក្រុមរូបនោះបានរកឃើញសត្វលាដែលបាននៅរស់នឹងពាក្យថាNemo 1934មានន័យថាគ្មាននរណាម្នាក់ដែលគាត់បានធ្លាក់ទៅលើផ្ទាំងថ្មភក់មួយទោះបីជាមានពាក្យចាំអារាមថាគាត់ត្រូវបានចោលលួចសម្លាប់ដល់គាត់ក៏ដោយក៏រហូតមកដល់ពេលនេះសាកសពរបស់គាត់មិនដែលត្រូវបានគេរកឃើញឬបញ្ជាក់អត្តសញ្ញាណបានឡើយដែលធ្វើឲ្យជោគវាសនារបស់គាត់និងយុវជនរូបនេះនៅតែជារឿងដែលអាចកំបាំងនៅដល់សប្តាហ៍អ្នកស្វែងរកមាសដែលបានបាត់ខ្លួនតាំងពីឆ្នាំ1931បរិសុទ្ធជនជាតិអូស្ត្រាលីម្នាក់នេះបានវិនិយោគជាច្រើនដែលផ្ដល់មូលនិធិដល់គាត់ដើម្បីត្រឡប់ទៅរកមាសដ៏ធំសម្បើមមួយដែលគាត់អះអាងថាគាត់ធ្លាប់បានរកឃើញកាលពី30ឆ្នាំមុនការធ្វើដំណើរនោះពោពេញទៅដោយបញ្ហានិងការឆ្លោះប្រកែកគ្នារហូតដែលធ្វើឲ្យសមាជិកនៅក្នុងក្រុមបោះបង់គាត់ចោលគាត់នៅតែបន្តដំណើរទៅមុខតែម្នាក់ឯងប៉ុន្តែចុងក្រោយសัตว์អូតរបស់គាត់បានរត់បាត់យកទាំងអាហារទៅជាមួយទៀតគាត់ក៏បានស្លាប់ដោយសារការស្រែកឃ្លាននៅក្នុងរូងភ្នំហើយនៅតែមិនដឹងថាតើរ៉ែឬក៏មាសរបស់គាត់មហាសាលនោះវាពិតជាមានមែនដែរឬទេឬក៏គ្រាន់តែជាការសម័យរបស់គាត់អីចឹងទៅរឿងទី5សិល្បករគំនិតមួយដែលបានបាត់ខ្លួនតាំងពីឆ្នាំ1976សិល្បករជនជាតិហូឡង់មួយបានពងបើកទូកដោងដ៏ទូចបំផុតនៅក្នុងមួយដែលមានឈ្មោះថា Ocean Whale ឆ្លងកាត់មហាសមុទ្រអាត្លង់តិកតែម្នាក់ឯងដើម្បីជាផ្នែកមួយនៃគម្រោងសិល្បកររបស់គាត់3សប្តាហ៍ក្រោយមកគាត់ក៏បានបាត់បង់តំណែងហើយ9ខែបន្ទាប់ទូករបស់គាត់ត្រូវបានគេរកឃើញនិងឡែកកាប់មុខទៅឯក្បែរប្រទេសអ៊ីឡង់ដោយគ្មានមនុស្សនៅទីនោះទេហើយនឹងបានបាត់អាវពងសុវត្ថិភាពទៀតដោយសារតែគាត់ធ្លាប់មានគម្រោងថតរូបខ្លួនឯងធ្វើជាលងទឹកស្លាប់សម្រាប់ការសម្ដែងសិល្បៈគាត់អីចឹងទៅប៉ុន្តែ
chỉ cho nó tại song sai tha ta các bắt luôn nâng chỉ ca ở cua thạ ní cái chỉ ca rương chạy đó nó rương có ca điệp trong là khao nó bỏ còn đó mấy ở luôn con nó ở bạn luôn chỉ riêng được hôm nào sầm này ní cái chia sẻ rương để ăn cầm mắng để mình toan miên nè để đo sai rương có rốt rương có sai chúng nó chạy chun mình nuôi tu tiang bật tê tao khné ở bạn dùng liền trong mong ôn tao khné để cho chất video là bỏ đây là rẻ sống với cá cho subscribe nâng trích bao sạch nhà gần đấng đồng bay từ tô ban nay po đồng miên nâng rương át cầm mắng mấy mấy trả tiền bạn ô còn bye bye